សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel Remy សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរ Admin បានលើកយករឿងខ្មោចមួយទៀតហើយយកមកសម្រាប់ជូនប្រិយមិត្តស្ដាប់តើរឿងនេះមានភាពព្រឺព្រួយយ៉ាងណាទៅតើទៅទស្សនាជាមួយ Admin ទាំងអស់គ្នារឿងនេះបានផ្ដើមដំបូងឡើយជាមួយនឹងតួអង្គយើងមានឈ្មោះថាវ៉ាយូដែលទើបតែរៀនចប់ផ្នែកវិទ្យាសាស្ត្រហើយបានចូលធ្វើការជាគ្រូពេទ្យផងនិងជាអ្នកចាប់ចៃសពផងនៅមន្ទីរពេទ្យវ៉ាយូសប្បាយចិត្តណាស់ដែលបានធ្វើការនៅមន្ទីរពេទ្យតាមបំណងប្រាថ្នារបស់ខ្លួនម្ដាយរបស់គេក៏បានត្រេកអរនិងជូនពរឲ្យគេធ្វើការឲ្យបានរលូនប្រធានផ្នែកមន្ទីរពេទ្យបានណែនាំគេឲ្យស្គាល់ពីការងារដែលត្រូវធ្វើផ្លាស់ប្ដូរវេនគ្នាគឺព្រឹកនិងវេនយប់ការងារចម្បងរបស់គេគឺទទួលសពពីឡានពេទ្យរួចដឹកតាមចណ្ដាលយន្តទៅបន្ទប់ដង្កល់សព 2. សម្អាតសពរុំសពដោយក្រណាត់សហើយយកទៅដាក់ក្នុងទូក្លាសេដើម្បីកុំឲ្យរលួយ 3. កត់ត្រាទិន្នន័យសពចូលក្នុងកុំព្យូទ័រនិងហាមដាច់ខាតលេងទូរស័ព្ទឬនិយាយលេងសើចក្នុងបន្ទប់សពយុគដំបូងឈានមកដល់ភាពស្ងាត់ជ្រងំក្រដណ្ដប់ពេញមន្ទីរពេទ្យសំឡេងកង់រទេះរុនសាបន្លឺឡើងគ្រឺតនាំយកសពបរិម្នាក់ឈ្មោះជូកូមកដល់ដៃវ៉ាយូគេបានធ្វើការយ៉ាងផ្ចិតផ្ចង់លាងជម្រះឈាមនិងភាពកខ្វក់រួចបរុំសពដោយក្រណាត់សស្អាតបន្ទាប់មកក៏រុញសពនោះបញ្ចូលទៅក្នុងបន្ទប់ក្លាសេទូលេខ1គណៈពេលដែលគេកំពុងអង្គុយម្នាក់ឯងកត់ត្រាទិន្នន័យស្រាប់តែមានសំឡេងដើរដឹបពីក្រោយខ្នងវ៉ាយូងាកទៅមើលឃើញបរិម្នាក់ស្លៀកពាក់ឈុតអ្នកជំងឺសាច់ស្រីស្លាំងដោយគ្មានឈាមមួយដំណក់ឈរថ្មងសម្លឹងមកគេអូលោកពូតើលោកពូឈ្មោះអីដែរឈឺត្រង់ណាបានជាមកដើរយកប្រឡប់អញ្ចឹងបរិះនោះឆ្លើយតែសម្លេងត្រជាក់ដល់ឆ្អឹងខ្នងខ្ញុំឈ្មោះជូកូវ៉ាយូស្រឡាញ់កាំងឈ្មោះនេះវាដូចគ្នាចិត្តបែបបិទជាមួយនឹងសពដែលគេទើបតែរុញចូលទូមិញហ្នឹងគេប្រញាប់ស្ទូសបើកទូក្លាសេមើលគឺតែគេស្អាតសពដែលរុំចិត្តមិញនេះបាត់តាមគ្មានសល់សល់តែក្រណាត់សមួយផ្ទាំងធ្លាក់ទៅលើឥដ្ឋពេលគេងាកមកវិញបរិះម្នាក់នោះក៏បាត់ខ្លួនដូចជាផ្សែងដែរយប់ទី2ការឡើងបន្លាចគឺកាន់តែខ្លាំងឡើងវ៉ាយូព្យាយាមធ្វើចិត្តឲ្យដាច់ប៉ុន្តែនៅក្នុងបន្ទប់សពនោះស្រាប់តែឮសំឡេងខ្សឹបខ្សៀវពេញត្រចៀកខណៈដែលពេលគ្រាកំពុងតែរៀបចំសពថ្មីវិញ្ញាណខ្មោចបានឡើងបន្លាចគ្រប់រូបភាពទ្វារទូក្លាសេបើកបិទឯងផាំងស្រាប់ពេលដែលកំពុងភ័យខ្លាចដល់កំពូលទូរស័ព្ទរបស់គេក៏រឡើងគឺជាម្ដាយរបស់គេដោយសារតែចង់ឮសំឡេងមនុស្សដើម្បីបំបត្តិភាពខ្លាចវ៉ាយូក៏សម្រេចចិត្តបំពេញច្បាប់មន្ទីរពេទ្យដោយលើកទូរស័ព្ទនិយាយក្នុងបន្ទប់សពភ្លាមនោះអំពូលភ្លើងចាប់ផ្ដើមឆាបរូបភាពសពដែលនៅជុំវិញគេចាប់ផ្ដើមងើបឈរឡើងយឺតពួកគេខឹងដែលវ៉ាយូមិនគោរពដល់ភាពស្ងប់ស្ងាត់នៃសេចក្តីស្លាប់វ៉ាយូទ្រាំលែងបានទៀតហើយគេរត់ទៅរកប្រធានមន្ទីរពេទ្យទាំងយប់ដើម្បីសុំលាឈប់ទោះបីជាត្រូវបោះបង់ក្តីស្រមៃ4ឆ្នាំចោលក៏គេមិនអាចយកជីវិតមកចោលនៅទីនេះដែរបន្ទាប់ពីចុះហត្ថលេខាលាឈប់គេប្រញាប់ប្រមូលអវ៉ាន់រត់ចូលទៅក្នុងចណ្ដាលយន្តដើម្បីចុះទៅជាន់តដីរួចត្រឡប់ទៅផ្ទះវិញគេចុចប៊ូតុងលេខ1ជាន់ខាងក្រោមចណ្ដាលយន្តចាប់ផ្ដើមធ្វើចលនាចុះក្រោមដឹងទ្វារបើកឡើងប៉ុន្តែអ្វីដែលនៅពីមុខគេគឺមិនមែនជាច្រកចេញទៅក្រៅទេគឺវាជាជាន់បន្ទប់ដង្កល់សពនោះដែរគេភ័យពេកក៏ចុចចុះក្រោមម្ដងទៀតប៉ុន្តែទ្វារបើកឡើងពេលណាគឺនៅតែឃើញបន្ទប់សពនោះងងឹតស្រុបដដែលចុងក្រោយចណ្ដាយំក៏ឈប់ងក់ភ្លើងក៏រលត់ការសម្លេងខ្សឹបរបស់លោកជូកូក៏បន្លឺឡើងក្បាលជជែកគេថាឯងមិនអាចទៅណាបានទេតើវ៉ាយូនឹងទៅជាយ៉ាងណារឿងនេះគឺទុកឲ្យប្រិមត្តជួយទីបន្តទៅចោះឥឡូវនេះនាងខ្ញុំគឺបានបកស្រាយរឿងនេះចាប់ត្រឹមប៉ុណ្្នេះហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នាជាមួយអេដមី